ជំរាបសួរដល់បងប្អូនទាំងគ្នាបាទថ្ងៃនេះគឺមានវីដេអូថ្មីទៀតហើយបងប្អូនចែកជូនពុកម៉ែបងប្អូនទស្សនាហើយមកនេះគឺរឿងថ្លៃបាទគឺចេញមកតាក់ទងនឹងការធ្វើម្ហូបម្ដងបងប្អូនអានេះគឺតំណែងពីការងារធ្វើម្ហូបពេលល្ងាចបងប្អូនហើយសម្រាប់ម្ហូបនេះគឺឈ្មោះម្ហូបថាសម្លម្ជូរព្រៃបងប្អូនហើយខ្ញុំក៏មិនមែនជាអ្នកជំនាញនៅក្នុងការធ្វើម្ហូបដែរទេបងប្អូនគ្រាន់តែថាយើងអាចធ្វើបានស្របបានអញ្ចឹងណាបងប្អូនហើយខ្ញុំក៏ថតចែកជូនពុកម៉ែបងប្អូនទស្សនាលេងបងប្អូនហើយបើសិនជាបងប្អូនណាជួយមើលវីដេអូនេះសូមជួយចុច like subscribe នៅវីដេអូខ្ញុំម្នាក់មួយផងហើយសម្រាប់ការស្លម្ជូរព្រៃរបស់ខ្ញុំនេះគឺស្លជាមួយនឹងត្រីថ្ពោបងប្អូនយើងទិញនៅផ្សារហើយសម្រាប់សម្លម្ជូរនេះគឺយើងស្លជាមួយត្រីបែបហ្នឹងគឺវាឆ្ងាញ់បងប្អូនវាត្រូវជាមួយនឹងស្លបែបហ្នឹងហើយគ្រឿងក្រៅយើងអត់មានអីច្រើនទេបងប្អូនសម្រាប់ការស្លរបស់ខ្ញុំនេះគឺខ្ញុំមានតែគល់ស្លឹកគ្រៃហើយក្រូចសើពិលហើយនឹងរំដេងរមៀតបងប្អូនហើយនឹងខ្ទឹមបំពងហើយការបំពងរបស់ខ្ញុំគឺខ្ញុំដាក់ខ្ទឹមដាក់គ្រឿងអីហ្នឹងចូលជាមួយគ្នាទាំងអស់គ្នាទាំងម្ជូរ7ប្រហុកអីចឹងណាស្លម្ជូរព្រៃនេះគឺយើងដាក់ប្រហុកបន្តិចផងដែរណាហើយសម្រាប់ការកូរគ្រឿងកូរនេះគឺយើងកូរវាឈ្ងុយមុនហើយបន្ទាប់ពីយើងកូរគ្រឿងកូរអីហើយមកយើងដាក់សាច់ត្រីសាច់អីចូលទៅហើយសម្រាប់ម្ហូបនេះងាយធ្វើទេបងប្អូនអត់ពិបាកនៅក្នុងការធ្វើទេហើយយើងធ្វើតិចតួចយើងហូបជាលក្ខណៈក្រុមគ្រួសាររបស់យើងដែរបងប្អូនហើយនៅពេលដែលយើងកូរសាច់ត្រីមើលទៅវាកណ្ដងឬថាចិត្តឆ្អិនអីហើយក៏យើងចាប់ដាក់ចាក់ទឹកចូលតែម្ដងហើយសម្រាប់បន្លែរបស់វាគឺអត់មានអីច្រើនទេបងប្អូនគឺយើងមានតែជាមួយនឹងម្រះព្រៅបាទម្រះព្រៅនេះបងប្អូនហើយនេះគឺយើងបើកមកគឺតំណងណាហើយឃើញពុកបាទគេជ្រោលតែម្ដងបាទហើយនេះគឺជាការដាក់គ្រឿងរបស់ខ្ញុំបងប្អូនអត់មានគ្រឿងអីច្រើនទេមានតែតអំបិលប៊ីចេងហើយអំបិលគឺយើងកុំដាក់ច្រើនពេកព្រោះដោយសារយើងប្រើទឹកត្រីពីដំបងដែរហើយអត់យូរទេយើងស្លរយៈពេល5នាទីបងប្អូនហើយយើង5ទៅ6នាទីគឺឆ្អិនហើយបងប្អូនហើយនេះគឺយើងចាប់ផ្ដើមដួសហូបជាមួយនឹងក្រុមគ្រួសារក៏ជាកូនរបស់ខ្ញុំបងប្អូនហើយនេះគឺពួកគាត់រៀនខែបាយដែរបាទចាប់ផ្ដើមដួសហូបហើយបាទហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនជាចុងក្រោយក៏សូមអរគុណដែរបងប្អូនតាមដានទស្សនាវីដេអូខ្ញុំដល់ចប់រាល់ពាក្យពេចន៍កំផុសខុសឆ្គងអីសូមកាន់តែអភ័យទោសដល់ខ្ញុំផងបាទហើយសូមអរគុណសូមជម្រាបលា